អូសាតូគឺ8ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅទីក្រុងក្រាកាវប្រទេសប៉ូឡូញនៅថ្ងៃទី8កក្កដាឆ្នាំ2017រហូតមកដល់8កក្កដាឆ្នាំ2025ស្មារតីខ្មែរតែមួយយើងរួមគ្នាការពារបេតិកភណ្ឌដ៏មានតម្លៃដើម្បីមោទនភាពសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសតើអ្នកដឹងទេថាទីកន្លែងដ៏ពិសិដ្ឋនេះគឺជាអតីតរាជធានីខ្មែរសម័យចិនឡាដ៏រុងរឿងនាចុងសតវត្សទី6នៃគ្រិស្តសករាជដែលមានឈ្មោះដើមថាអេសានបុរៈប្រជាជនយើងនាសម័យបច្ចុប្បន្នបានស្គាល់ទីនេះថាប្រាសាទសម្បូរព្រៃគុកតំបន់ប្រាសាទសម្បូរព្រៃគុកជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អ